បន្ទាប់ពីឧបទ្ទវហេតុដួលនិងគ្រោះថ្នាក់តាក់ទងនឹងគ្រឿងយន្តកសិកម្មគ្រោះថ្នាក់ទូទៅបំផុតនៅកន្លែងការងារកសិកម្មគឺគ្រោះថ្នាក់ធ្លាក់ជាពិសេសគ្រោះថ្នាក់ធ្លាក់ញឹកញាប់បំផុតកើតឡើងនៅពេលកំពុងប្រើប្រាស់ជណ្ដើរច្រើនដូចជាចំការផ្លែឈើកសិដ្ឋានចិញ្ចឹមសត្វនិងកសិដ្ឋានដាំដុះត្រូវតែដឹងយ៉ាងច្បាស់អំពីរបៀបប្រើជណ្ដើរដោយសុវត្ថិភាពអ្នកត្រូវតែពាក់ឧបករណ៍ការពារផ្ទាល់ខ្លួនដូចជាមួកការពារនិងខ្សែក្រវ៉ាត់សុវត្ថិភាពធ្វើការជាក្រុម2នាក់មួយក្រុមហើយប្រើវេទិកាការងារពីលើអាកាសប្រសិនបើអាចធ្វើទៅបាននៅក្នុងដីដែលមានកោងដូចជាចំការផ្លែឈើត្រូវដំឡើងជណ្ដើរពីកន្លែងទាបទៅកន្លែងខ្ពស់ហើយធ្វើការពិនិត្យមើលថាមិនមានផ្នែកខូចនៅលើជណ្ដើរទេហើយដំឡើងឧបករណ៍ការពារការពង្រីកដោយសុវត្ថិភាពហើយអ្នកត្រូវតែពិនិត្យមើលថាតើកាំជណ្ដើរត្រូវបានដំឡើងយ៉ាងរឹងមាំនៅលើឥដ្ឋដោយចុចវាដូចជាឧបករណ៍បង្រួមម្យ៉ាងទៀតប្រសិនបើអ្នកឈានជើងលើជណ្ដើរខាងលើវាមានហានិភ័យខ្ពស់ដែលទាល់ឲ្យភាពរបស់អ្នកបាត់បង់ហើយជណ្ដើរនឹងធ្លាក់ចុះដូច្នេះហើយអ្នកត្រូវតែធ្វើការនៅក្រោមជំហានទាំង3នៅផ្នែកខាងលើនៃជណ្ដើរហើយអ្នកត្រូវតែរក្សាទំនាក់ទំនង3ចំណុចនៅពេលធ្វើការលើជណ្ដើរអ្នកត្រូវតែមានជើងទាំងពីរនិងដៃត្រូវចាប់3កន្លែងក្នុងការតាក់ទងជាមួយជណ្ដើរដើម្បីរក្សាលំនឹងស្ថិរភាពសម្រាប់ហេតុផលដូចគ្នានេះវាមានសារៈសំខាន់ណាស់ដើម្បីធានាថាចំណុចកណ្ដាលនៃទំនាញនៃរាងកាយមិនងាកចេញពីបង្គោលជណ្ដើរឧបទ្ទវហេតុធ្លាក់កសិកម្មមិនកំណត់ចំពោះការងារជណ្ដើរទេគ្រោះថ្នាក់ធ្លាក់កើតឡើងគ្រប់ពេលវេលាដូចជាពេលកម្មករបាត់បង់លំនឹងឬដួលដោយសារការខូចខាតដំបូលពេលកំពុងធ្វើការលើដំបូលអគារកសិកម្មលេខ3ពេលកម្មករក្រឡាប់ពេលកំពុងធ្វើការនៅលើឡានធ្វើការលើអាកាសក្នុងចំការចំណោទជាដើមវាអាចកើតឡើងនៅពេលធ្វើការនៅលើដំបូលនៃស្ថានចិញ្ចឹមសត្វជាដើមអ្នកត្រូវដំឡើងវេទិកាការងារដែលមានតឹងយ៉ាងហោចណាស់30សង់ទីម៉ែត្រសំណាញ់សុវត្ថិភាពឬផ្លូវដែកសុវត្ថិភាពត្រូវតែដំឡើងនៅចំណុចជិតផ្ទៃការងារហើយកម្មករត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពហើយនៅពេលប្រើវេទិកាការងារពីលើអាកាសក្នុងចំការដើម្បីទប់ស្កាត់គ្រោះថ្នាក់វិលជុំនៅលើជម្រាលភ្នំសូមកុំប្រើវានៅលើជម្រាលដែលលើសពីមុំរំកិលទៅមុខនិងថយក្រោយនៃរថយន្តដឹកទំនិញធុនធ្ងន់ហើយកុំឲ្យលើសពីសមត្ថភាពផ្ទុកអត្បនេះសូមចងចាំថាការងារកាន់តែទម្លាប់និងដដែលអ្នកត្រូវតែដឹងនិងអនុវត្តតាមច្បាប់សុវត្ថិភាពកាន់តែច្រើនដើម្បីធានាបាននូវជីវិតកសិកម្មប្រកបដោយសុវត្ថិភាព